ទៅតែជាពីជំងឺមហារីកស្ដុតមិនបានប៉ុន្មានផងស្រាប់តែថ្មីនេះតារាសម្ដែងអេវ៉ាណងជួបប្រទះជំងឺថ្មីមួយទៀតគឺជំងឺសឹកក្បាលឆ្អឹងត្រគាកដែលបានចំណាយថវិកាមិនតិចជាងខ្ទង់$40,000ដើម្បីវះកាត់ជំងឺនេះតារាសម្ដែងរូបនេះជួបរឿងមិនល្អផ្ទុនគ្នាក្នុងជីវិតតែទោះជាយ៉ាងណានាងប្រឹងតស៊ូរស់ដើម្បីកូនទាំង3របស់ខ្លួនដែលជាក់ស្ដែងកាលពីពេលប៉ុន្មានខែមុនតារាសម្ដែងអេវ៉ាណងដែលសឹងតែមិនត្រង់ផ្លូវពេលដែលនាងទៅថតភាពយន្តនិងថតកម្មវិធីផ្សេងគឺនាងប្រឹងប្រែងទៅថតទាំងខ្លួនឯងឈឺជួបជាមួយនឹងអ្នកនាងកាលពីពេលថ្មីនេះនាងបានប្រាប់ថាមួយរយៈពេលមុននាងមានជំងឺថ្មីមួយទៀតដែលហៅថាជំងឺសឹកក្បាលឆ្អឹងត្រគាកតែតម្រូវឲ្យនាងធ្វើការវះកាត់បងប្អូនអរគ្នាពុកម៉ែបងប្អូនអរគ្នាប្រកាសជាបានដឹងហើយកាលមួយឆ្នាំជាងមុនជិត2ឆ្នាំមុនគឺនាងខ្ញុំកើតជំងឺមហារីកចានាងខ្ញុំបានព្យាបាលចប់សពគ្រប់ម្ដងហើយប៉ុន្តែរយៈពេល4ខែក្រោយមកទៀតគឺនាងខ្ញុំបានកើតនៅជំងឺមួយទៀតគឺជំងឺសឹកក្បាលឆ្អឹងត្រគាកចាហើយដល់ពេលអញ្ចឹងទៅគឺតម្រូវឲ្យនាងខ្ញុំធ្វើការវះកាត់បើសិនជាខ្ញុំអត់វះកាត់ទេគឺអត់អាចដើរបានដូចឥឡូវដែលបងឃើញទេគឺសភាពក្នុងការដើររបស់ខ្ញុំគឺប៉ាំងពេកដូចមនុស្សដែលយើងពិការអញ្ចឹងណាបងចាប៉ុន្តែនាងខ្ញុំបានធ្វើការវះកាត់រួចហើយរយៈពេលដែលវះកាត់មកទល់ឥឡូវគឺបាន1ខែកន្លះហើយអាការៈគឺធម្មតាប្រសើរយើងអាចដើរបានចានិយាយទៅគឺយើងអត់អាចលើកអីធ្ងន់បានទេហើយយើងថ្នមខ្លួនហើយនឹងហើយជារួមគឺយើងប្រយ័ត្នឲ្យបានច្រើនស្ថានភាពជើងរបស់តារាសម្ដែងអេវ៉ាណងនាពេលនេះបានល្អប្រសើរច្រើនហើយប៉ុន្តែมันអាចធ្វើការងារដែលធ្ងន់លើសកម្លាំងបានឡើយការចំណាយក្នុងការវះកាត់ទាំងអស់នេះគឺខ្ទង់$40,000ដែលជាចំនួនច្រើនណាស់សម្រាប់នាងខ្ញុំឆ្ងល់ហេតុអីបានជាខ្ញុំជួបរឿងមួយអស់ពីរឿងមួយចូលរឿងមួយហេតុអីក៏បើត្រូវប៉ះមកលើខ្ញុំអញ្ចឹងណាប៉ុន្តែមានអារម្មណ៍មួយទៀតខ្ញុំគិតថាអ្វីក៏ដោយគ្រប់យ៉ាងគឺយើងអាចប្រកែកបានទេគ្រប់យ៉ាងគឺយើងអាចប្រកែកបានទេចង់និយាយចឹងណាបងហើយបើកើតមកលើយើងហើយយើងមានតែទទួលយកដោះស្រាយទៅតាមដំណាក់កាលជួបអីគឺយើងដោះនឹងចានិយាយរួមទៅគឺយើងអត់អាចតវ៉ាអត់អាចដឹងមុនថានៅថ្ងៃស្អែកយើងនឹងត្រូវជួបរឿងអីនឹងមានអីកើតឡើងចំពោះជីវិតយើងទេអាចុងក្រោយនេះប្រហែលអស់40,000បង$40,000ចាអស់ច្រើនបងព្រោះដោយសារខ្ញុំវះកាត់នៅនោះគឺវះកាត់ពេទ្យឯកជនណាបងដោយសារយើងគិតថាដំណើរយើងបើសិនជាយើងដើរបានយើងអាចទៅធ្វើការប្រកបការងារអីបានទេចាអញ្ចឹងយើងថាយើងសុខចិត្តចំណាយថវិកាតែដើម្បីបានមកវិញគឺការដែលយើងអាចដើរបានយើងដោះដូរគ្នាអញ្ចឹងទៅបងហើយពេទ្យគេជំនាញច្បាស់លាស់ពិតប្រាកដតែនាងខ្ញុំបានដើរបានមែនបងបានដើរបានមែនចាបានការឧបត្ថម្ភពីបងប្អូនយើងនៅឯនាយសមុទ្រជួយនាងខ្ញុំចាគឺបងប្អូនគាត់រៃអង្គាសគ្នាជួយខ្លះទៅហើយមានបងស្រីម្នាក់ដែលគាត់ជួយចេញទាំងអស់ហ្មងក្នុងការវះកាត់នឹងចាសំណាងថាបងសំណាងនៅពេលដែលជីវិតយើងជួបនៅព្យុះភ្លៀងហើយយើងបានឆ្លងវិផុតយើងចាត់ទុកថាយើងគឺជាមនុស្សម្នាក់ដែលរឹងមាំជាងមុនទៀតចាដែលអាចឆ្លងនៅឧបសគ្គនេះបានណាដោយមហាជនបានជ្រាបហើយថាតារាសម្ដែងអេវ៉ាណងបានរស់នៅជាមួយនឹងជំងឺមហារីកស្ដុតអស់រយៈពេល2ឆ្នាំនិងបានបាញ់គីមីចំនួន8ដងរហូតព្យាបាលជាដាច់និងមានសុខភាពល្អមកដល់សប្តាហ៍ថ្ងៃនេះពេលនេះនាងស្រាប់តែមានជំងឺសឹកក្បាលឆ្អឹងត្រគាកមួយទៀតដែលធ្វើឲ្យជីវិតនាងកាន់តែលំបាកតែទោះជាយ៉ាងណានាងប្រឹងប្រែងរស់ដើម្បីធ្វើការងារនិងទទួលបានប្រាក់ចំណូលខ្លះចិញ្ចឹមខ្លួននិងចិញ្ចឹមកូនទាំង3នាងថារស់នៅជាស្ត្រីមេម៉ាយចិញ្ចឹមកូន3នាក់ក្នុងបន្ទប់មិនមែនជារឿងងាយស្រួលទេតែសម្រាប់នាងមិនដែលត្អូញត្អែថានៅហត់នោះឡើយព្រោះនាងចង់ឲ្យកូនបានចូលរៀនសាលាត្រឹមត្រូវនឹងគេ